បាទស្វាគមន៍មកកាន់វីដេអូបន្ទាប់របស់ Economics Cambodia ដែលថ្ងៃនេះយើងមកមើលអំពី the monetary system ប្រព័ន្ធលុយប្រព័ន្ធថវិកានៅក្នុងសេដ្ឋកិច្ចហ្នឹងតើវាដំណើរការរបៀបម៉េចបាទអញ្ចឹងឥឡូវយើងទៅមើលទាំងអស់គ្នាអញ្ចឹងយើងមកមើលថា what money is and why it is important តើលុយហ្នឹងជាអ្វីហើយហេតុអីបានលុយហ្នឹងវាសំខាន់អញ្ចឹងទី1យើងមើល without money បើសិនបើអត់មានលុយអញ្ចឹងបើសិនបើអត់មានលុយដែលយើងចាយរាល់ថ្ងៃហ្នឹងទេ trade would require barter the exchange of one good or service for another អញ្ចឹងបើអត់មានលុយទេការដោះដូរគ្នាទៅវិញទៅមកហ្នឹងគឺយើងត្រូវប្រើផលិតផលឬក៏សេវាកម្មដើម្បីដូរទៅគេយើងឲ្យរបស់យើងទៅគេគេឲ្យរបស់គេមកយើងវិញឧទាហរណ៍យើងពីដើមចំណាំថាយកអង្គទៅដូរយកសាច់យកអង្គទៅដូរយកនំដើម្បីញ៉ាំហ្នឹងណាបាទអញ្ចឹងពេលតែការផ្ដោះប្ដូរអញ្ចឹងវាថា require double coincidence of ones អញ្ចឹងពេលដែលយើងមានរបស់មួយទៅដូររបស់មួយទៀតទាល់តែយើងទៅរួមមនុស្សមួយហ្នឹងដែលចង់ដូរយករបស់យើងដែរឧទាហរណ៍ថាយើងមានកហើយម្នាក់ទៀតគាត់មានសាច់អញ្ចឹងណាប៉ុន្តែអ្នកដែលមានសាច់ហ្នឹងគាត់ចង់បានកទេគាត់ចង់បានជាស្រូវសម្រាប់ធ្វើពូជវិញអញ្ចឹងយើងត្រូវដើររកមនុស្សណាដែលមានសាច់ឯងគាត់ចង់បានកពួកយើងមានកហើយអ្នកមានសាច់ទាំងអស់គាត់មិនប្រកាសថាចង់បានកទេអ្នកខ្លះគាត់ចង់បានជាសាច់ផ្សេងជាម្ហូបអាហារដើម្បីហូបចុកអញ្ចឹងការដោះដូរtrade របៀបហ្នឹងបានន័យថាដោះដូរគ្នារបៀបហ្នឹងវាតើតែមាន double coincidence អង់គ្លេសគេហៅ double coincidence ហ្នឹងបានន័យថាយើងចង់បានរបស់ដែលគេមានហើយគេចង់បានរបស់ដែលយើងមានដូចគ្នាអញ្ចឹងណាបាទហើយការធ្វើរបៀបហ្នឹងគឺ waste of resource បានន័យថាយើងខ្ជះខ្ជាយធនធានដោយសារតែមនុស្សម្នាក់យើងត្រូវទៅស្វែងរកមនុស្សម្នាក់ទៀតដែលចង់បានរបស់ដែលយើងមានហើយគេមានរបស់ដែលយើងចង់បានបាទអញ្ចឹងដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងគឺគេដាក់ថា using money solve those problem ការប្រើប្រាស់ថវិកាប្រើប្រាស់លុយហ្នឹងគឺដោះស្រាយបញ្ហាទាំងអស់ហ្នឹងដោយសារតែយើងមានលុយយើងទៅទិញឧទាហរណ៍ថាសាច់1គីឡូ 40000យើងឲ្យតែលុយទៅអ្នកលក់ទៅអញ្ចឹងអ្នកលក់គាត់អាចយកលុយហ្នឹងទៅទិញរបស់ដែលគាត់ចង់បានអញ្ចឹងគាត់អាចថាអ្នកលក់គាត់ចង់បានសម្ភារៈបំពាក់គាត់ចង់បានគ្រឿងអលង្ការគាត់អាចយកលុយទៅទិញបានព្រោះលុយចូលមកដល់ក្នុងទីផ្សារហ្នឹងគឺវាដោះស្រាយបញ្ហាយើងមិនបាច់ទៅស្វែងរក double coincidence ទៀតទេបាទអញ្ចឹងយើងទៅមើលចំណុចបន្ទាប់ចំណុចនេះយើងមើល the money supply ការផ្គត់ផ្គង់លុយនៅក្នុងទីផ្សារហ្នឹងណាអញ្ចឹង the money supply or money stock ហ្នឹងគឺ quantity of money available in the economy បានន័យថាចំនួនលុយឬក៏ថវិកាដែលមាននៅក្នុងសេដ្ឋកិច្ចហ្នឹងមួយហើយស្អីទៅជា currency ឬក៏លុយហ្នឹងគឺ paper bill បានន័យថាជាប្រភេទกระดาษឬក៏កាក់ in the hand of non-bank ហ្នឹងគឺ public ហ្នឹងបានន័យសាធារណជនហ្នឹងអញ្ចឹងលុយឬក៏កាក់ហ្នឹងគឺនៅក្នុងដៃរបស់សាធារណជនប្រជាជនហ្នឹងបាទហើយមួយទៀតយើងមើល demand deposit balance in bank account that depositor can access on demand by writing a check អញ្ចឹងbalance demand deposit ហ្នឹងគឺជាចំនួនដែលអ្នកគាត់យកប្រាក់ទៅដាក់នៅក្នុងធនាគារហើយពេលដែលគាត់ត្រូវការគាត់អាចសរសេរជាផ្សែកដើម្បីប្រើប្រាស់ថវិកាដែលគាត់ដាក់ក្នុងធនាគារហ្នឹងអញ្ចឹងណាបាទចឹងឥឡូវយើងមកមើលពីតួនាទីរបស់ Central Bank ធនាគារកណ្ដាលឬធនាគារជាតិហ្នឹងហើយនឹងគោលនយោបាយថវិកាបាទអញ្ចឹងជាទូទៅ Central Bank ធនាគារកណ្ដាលឬធនាគារជាតិហ្នឹងគឺជាស្ថាប័នដែលត្រួតពិនិត្យទៅលើ banking system ប្រព័ន្ធធនាគារតាមរយៈការដាក់ចេញនូវបទបញ្ញត្តិច្បាប់ផ្សេងទាក់ទងនឹងការផ្គត់ផ្គង់ថវិកាឬក៏លុយនៅក្នុងទីផ្សារហ្នឹងបាទហើយ monetary policy គឺជាការ setting the money supply by policy maker in central bank អញ្ចឹងគោលនយោបាយថវិកាហ្នឹងគឺជាការកំណត់ដោយអ្នក
ធ្វើគោលនយោបាយបានន័យថាគាត់ត្រូវគ្រប់គ្រងថវិកាប្រមាណនៅក្នុងទីផ្សារហើយការកំណត់ទាំងអស់នេះជាទូទៅធនាគារជាតិឬធនាគារកណ្ដាលហ្នឹងគាត់អ្នកធ្វើការសម្រេចចិត្តបាទហើយបើសម្រាប់នៅសហរដ្ឋអាមេរិកគឺគេហៅថា Federal Reserve ឬក៏ The Fed ហ្នឹងគេហៅខ្លី Fed ហ្នឹងគឺជា Central Bank of the US ហើយបាទដោយសារសភៅនេះគឺអ្នកនិពន្ធជាជនជាតិអាមេរិកអញ្ចឹងគាត់លើកឧទាហរណ៍ច្រើនទាក់ទងនឹងអាមេរិកបាទអញ្ចឹងឥឡូវយើងមកមើលពី bank T account បន្តិចសិនដោយសារតែធនាគារគឺជាគេហៅថា financial institution មួយនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចណាអញ្ចឹងធនាគារគាត់ពេលខ្លះគាត់ក៏អាចបង្កើតលុយបន្ថែមដែរបាទអញ្ចឹងយើងមើលគាត់បង្កើតរបៀបម៉េចអាចនឹងមានក្នុងវីដេអូបន្ទាប់តែឥឡូវយើងគ្រាន់តែមើល T account សិនទេអញ្ចឹងអានេះគឺជាវាបង្ហាញ T account ហ្នឹងបង្ហាញ bank asset ហើយនិង liability អញ្ចឹងយើងមើលនៅក្នុងតារាង First National Bank អញ្ចឹងធនាគារនេះឈ្មោះថា First National Bank យើងឃើញថាមាន liability របស់ធនាគារនេះគឺ$100អញ្ចឹងគេលើកឧទាហរណ៍មកយើងស្រួលយល់ណា$100គឺ deposit អញ្ចឹងបានន័យថាយើងជាអតិថិជនរបស់ធនាគារយើងយកលុយ$100ទៅដាក់នៅធនាគារពេលដែលយើងយកលុយ$100ទៅដាក់នៅធនាគារគាត់នឹងត្រូវដើម្បីគាត់រកប្រាក់ចំណេញគាត់ត្រូវដាក់លុយដែលយើងដាក់$100ហ្នឹងទៅឲ្យគេខ្ចីដើម្បីគាត់បានការប្រាក់បាទប៉ុន្តែធនាគារខ្លះដើម្បីចង់បានការប្រាក់ពេលអ្នកដាក់ប៉ុន្មានគាត់ឲ្យគេខ្ចីប៉ុណ្ណឹងឧទាហរណ៍ថាគេដាក់100ឲ្យខ្ចី100គេដាក់$1 លានឲ្យគេខ្ចី$1 លានអញ្ចឹងទៅពេលណាដែលអ្នកដាក់នឹងគាត់ចង់ដកអត់មានលុយដកទេបាទអញ្ចឹងអាហ្នឹងវាបញ្ហាអញ្ចឹងបន្ទាប់មកជាទូទៅធនាគារជាតិគេកំណត់គេហៅថា reserve អញ្ចឹងគ្រប់ធនាគារទាំងអស់តាមប្រទេសនីមួយៗអាចខុសគ្នាពី10% 12%ឬក៏15% នៃចំនួន deposit អញ្ចឹងនៅក្នុងឧទាហរណ៍យើងនេះឃើញថាគេដាក់$100អតិថិជនដាក់$100ធនាគារត្រូវ reserve ទុក$10ហើយគាត់អាចខ្ចីទៅឲ្យអ្នកដែលត្រូវការកម្ចីនោះថា90ហើយអញ្ចឹងបើសិនជាគេដាក់$1000ធនាគារគាត់ត្រូវ reserve $100ខ្ចីបានឲ្យគេខ្ចីបានតែ900ឯងអញ្ចឹងណា10%ហ្នឹងអញ្ចឹងអាហ្នឹងដើម្បីការពារព្រោះបើសិនជាធនាគារគាត់ឲ្យគេខ្ចីទាំងអស់ពេលដែលអតិថិជនត្រូវការដកលុយធនាគារអត់មានទេអញ្ចឹងដើម្បីការពារពេលអតិថិជនត្រូវការដកធនាគារកណ្ដាលឬ Central Bank ហ្នឹងគាត់កំណត់ reserve ratio ហ្នឹងបានន័យថាអត្រាត្រូវ reserve ទុកក្នុង bank ខ្លួនឯងហ្នឹងมันអាចគេដាក់ក្នុងធនាគារប៉ុន្មានឲ្យទៅអ្នកផ្សេងខ្ចីប៉ុណ្ណឹងទេបាទអញ្ចឹងវីដេអូថ្ងៃហ្នឹងមានប៉ុណ្ណឹងហើយវីដេអូបន្ទាប់យើងនឹងមានវីដេអូបន្តពីតើធនាគារប្រព័ន្ធធនាគារ financial system ហ្នឹងវាចូលរួមបង្កើតលុយរបៀបម៉េចអញ្ចឹងណាបាទអញ្ចឹងវីដេអូថ្ងៃហ្នឹងសូមចប់ប៉ុណ្ណឹងបើមានសំណួរអាច comment សួរនៅខាងក្រោមអរគុណ